មួយរយៈនេះបានម្ហូបឆ្ងាញ់ផ្ញើពីស្រុកខ្មែរមកញ៉ាំបាយម្ដងអស់2ចានបងប្អូនហើយម្ហូបពិសេសខ្ញុំថ្ងៃនេះគឺបានផ្អកកំពឹសលាយជាមួយនឹងគ្រឿងផ្សំដទៃទៀតច្របាច់ក្រូចឆ្មាថែមជាមួយនឹងម្ទេសហឹរៗទៀតគឺរឹតតែឆ្ងាញ់ឥឡូវនេះខ្ញុំចាប់ផ្ដើមលាយគ្រឿងផ្សំផ្អកកំពឹសរបស់យើងខ្ញុំដាក់ផ្អកកំពឹសនោះចំនួន3ស្លាបព្រាបាយស្លឹកខ្ទឹមខ្ញីរំដេងជីវ៉ាន់ស៊ុយហើយជាមួយនឹងម្ទេសបន្ថែមជាមួយនឹងស្ករសចំនួន2ស្លាបព្រាបាយនិងប៊ីចេងចុងក្រោយគឺខ្ញុំច្របាច់ជាមួយនឹងក្រូចឆ្មាហើយកូរវាឲ្យសព្វសម្រាប់ក្រូចឆ្មាគឺខ្ញុំបន្ថែមច្រើនបន្តិចដើម្បីឲ្យផ្អកកំពឹសរបស់យើងមានរសជាតិជូរអែមទើបឆ្ងាញ់បងប្អូនឥឡូវផ្អកកំពឹសយើងគឺរួចរាល់ហើយបងប្អូនចំពោះបន្លែវិញខ្ញុំមានដូចជាប៉េងប៉ោះត្រប់ស្រួយហើយនិងសាឡាត់តោះឥឡូវយើងមកភ្លក់ផ្អកកំពឹសទាំងអស់គ្នាសូម្បីតែពេលដែលខ្ញុំឃើញវីដេអូនេះហើយខ្ញុំបញ្ចូលសំឡេងផងខ្ញុំលាបទឹកមាត់ផងអញ្ចឹងមិនថាម្ហូបខ្មែរយើងទោះបីទៅដល់ណាក៏ខ្ញុំមិនដែរចោលដែរបងប្អូន